và chúng được xua bóng ổn ngày nay dương riêng để riêng bỏ dưỡng ngày nay cứ dương riêng ông pi ca lấy đầm rơi vì xóa nên vì cái đồng ti mà đầm bay oi vìสามารถ ឲ្យ machine ឆេះដំណើរការល្អបាទហើយសម្រាប់នៅនឹងដៃខ្ញុំនេះយើងដឹងហើយអាហ្នឹងគឺគេហៅថាបេនសាំងបាទគេហៅថាបេនសាំងសម្រាប់ភាសាបច្ចេកទេសគេហៅថា carburetor ហើយសម្រាប់យើងជាងជួសជុលគឺយើងហៅថាបេនសាំងបាទហើយមុននឹងយើងចូលទៅដល់ការរៀនលៃតម្រូវខ្យល់បាទខ្ញុំចង់ឲ្យបងប្អូនស្គាល់ទៅលើគ្រឿងបង្គុំមួយចំនួនសិនបាទហើយសម្រាប់នេះគឺជា piston gear បាទ piston gear ហ្នឹងបងប្អូនឃើញទេបងប្អូន piston gear នេះវាមានខាងនេះវាមានចង្អូណាវាមានចង្អូវែងបាទអញ្ចឹងទៅបាទសម្រាប់ខាងនេះគឺវាមានចង្អូដែរប៉ុន្តែចង្អូខ្លីហើយវាមានប្រឆិតបាទប្រឆិតបន្តិចបាទនេះមកចូល piston gear បាទខាងក្នុងនេះវាមានរស័រមានដន្លាស់បាទដើម្បីដាក់បញ្ចូលទៅភ្ជាប់ជាមួយនឹង piston gear នេះបាទហើយសម្រាប់អានេះបាទអានេះគឺជាវិសសេរីខ្យល់បងប្អូនបាទវិសសេរីខ្យល់បងប្អូនស្គាល់ហើយបាទបងប្អូនខ្លះបើបងប្អូនអត់ស្គាល់បងប្អូនមើលទៅបាទហើយបងប្អូនដឹងថាវានៅកន្លែងណាបាទបងប្អូនវិសសេរីខ្យល់នេះគឺវានៅកន្លែងនេះបងប្អូនបាទនេះគឺវានៅកន្លែងនេះបាទវិសសេរីខ្យល់បាទហើយសម្រាប់នេះគឺជាវិសការ៉ង់ទីបាទហើយបន្តិចទៀតគឺខ្ញុំនឹងធ្វើការបង្រៀនទៅលើការលៃតម្រូវវិខ្យល់និងវិការ៉ង់ទីបាទហើយឥឡូវខ្ញុំសូមបញ្យល់អំពីpiston gear និងវិការ៉ង់ទីនេះសិនដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់បាទសម្រាប់វិការ៉ង់ទីនេះនៅពេលដែលបងប្អូនមួលចូលគឺវិការ៉ង់ទីនេះគឺវានៅចំចំណុចនេះបងប្អូនបាទនៅចំចំណុចរុនពករុនឆែបនៃ piston gear នេះនៅពេលដែលបងប្អូនធ្វើការមួលចូលអញ្ចឹងអាវិសនេះវាបានធ្វើការលើកទៅលើ piston ហ្នឹងឲ្យលើកឡើងលើបាទដល់ពេលបងប្អូនមួលចេញអញ្ចឹងអា piston ហ្នឹងវាធ្លាក់ចុះក្រោមបាទឥឡូវយើងកុំឲ្យខាត់ពេលវេលាយូរអញ្ចឹងយើងចូលទៅមើលការលៃតម្រូវខ្យល់របស់ខ្ញុំនៅលើបេនសាំងបាទឥឡូវយើងចាប់ចូលវាមកអញ្ចឹងសិនមកបាទហើយសម្រាប់អាវិសសេរីការ៉ង់ទីនេះគឺយើងមួលវាចូលបន្តិចទៅឲ្យវាយើងមួលចូលវាមកបន្តិចក៏បានយើងមិនមួលចូលក៏បានដែរអាហ្នឹងយើងចាំសេរីតាមក្រោយក៏បានបាទហើយសម្រាប់អាវិសការ៉ង់ទីនេះអញ្ចឹងដំបូងគឺបងប្អូនត្រូវមួលវាចូលបងប្អូនធ្វើការមួលវាចូលឲ្យអស់បាទមួលវាចូលឲ្យអស់បាទឲ្យអស់អប់ចឹងមកបាទហើយបន្ទាប់មកបងប្អូនធ្វើការមួលវាចេញបាទពីជុំបងប្អូនអញ្ចឹងពេលដែលបងប្អូនធ្វើការមួលចេញបងប្អូនត្រូវកំណត់ដោយខ្លួនឯងថាតើពេលដែលបងប្អូនមួលចេញហ្នឹងតើវាគ្រប់ពីជុំហើយនៅបាទអញ្ចឹងខ្ញុំបានមួយជុំហើយមិញឥឡូវខ្ញុំមួលមួយទៀតខ្ញុំបានពីរជុំបាទពីរជុំបាទអញ្ចឹងសម្រាប់វិខ្យល់នេះគឺយើងជាទូទៅគឺស្តង់ដាររបស់វាគឺពីរជុំណាបងប្អូនគឺពីរជុំអញ្ចឹងពេលដែលបងប្អូនមួលចូលឲ្យអស់ហើយបងប្អូនត្រូវមួលវាចេញមកវិញគឺពីរជុំបាទហើយសម្រាប់វិសការ៉ង់ទីនេះគឺបងប្អូនអាចលៃតម្រូវទៅតាមចំណូលចិត្តរបស់បងប្អូនបានសម្រាប់បងប្អូនចង់បានការ៉ង់ទីតូចបងប្អូនសេរីវាឲ្យតូចមកបើបងប្អូនចង់បានការ៉ង់ទីធំបងប្អូនសេរីវាឲ្យធំទៅអញ្ចឹងបើបងប្អូនចង់បានការ៉ង់ទីតូចបងប្អូនធ្វើការមួលវាចេញបាទបើបងប្អូនចង់បានការ៉ង់ទីធំបងប្អូនធ្វើការមួលវាចូលបាទតែសម្រាប់វិសសេរីខ្យល់នេះបាទស្តង់ដាររបស់វាគឺពីរជុំបាទសម្រាប់ប្រភេទពួកម៉ូតូ
ពួកអា0បងប្អូនតែម៉ូតូប្រភេទផ្សេងទៀតអាហ្នឹងខ្ញុំអត់និយាយទេហើយសម្រាប់មួយវិញទៀតបើជួនកាលវាអាចលើសហ្នឹងបងប្អូន2ជុំយើងនិយាយថាកំណត់គឺថាបើយើងនិយាយពីស្តង់ដាគឺ2ជុំប៉ុន្តែបើយើងលៃតម្រូវគឺទៅតាមស្ថានភាពជាក់ស្ដែងរបស់ម៉ូតូណាបងប្អូនបាទយើងមិនមែនថា2ជុំហើយវាឆេះស្រួលឬក៏វាមិនទេសំខាន់ពេលដែលយើងលៃតម្រូវ2ជុំហើយយើងបញ្ឆេះម៉ូតូមើលថាតើយើងមួហ្គាតើហ្គាវារោទៅវារត់រដាស់តាមដៃអត់បាទហើយបើសិនជាវា2ជុំហើយអញ្ចឹងវានៅថាវារោទៅវារាំងអត់ស្រួលអញ្ចឹងបងប្អូនអាចយើងអាចលៃតម្រូវ2ជុំឬក៏2ជុំលើសអី2ជុំកន្លះអីចឹងណាបងប្អូនទៅតាមជាក់ស្ដែងបាទតែសម្រាប់ស្តង់ដារបស់គេគឺ2ជុំបាទហើយសម្រាប់វីក្រងទីនេះវិញបាទនៅពេលដែលបងប្អូនមូលចូលដូចខ្ញុំបានរៀបរាប់ពីខាងដើមវីដេអូអញ្ចឹងនៅពេលដែលបងប្អូនមូលចូលគឺអាចុងនៃវីក្រងទីហ្នឹងវាបានទៅប៉ះនៅអាមាត់ឆែបរបស់ប៊ីស្តុងហ្គានេះអញ្ចឹងវាបានធ្វើការលើកទៅលើមជុលឲ្យវាលើកឡើងលើនៅពេលដែលបងប្អូនមូលចេញគឺមជុលហ្នឹងគឺចាប់ផ្ដើមទម្លាក់ចុះក្រោមបាទហើយសម្រាប់ការលៃខ្យល់និងលៃតម្រូវវីក្រងទីគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបងប្អូនអាចយកទៅអនុវត្តបានបាទសម្រាប់ការលៃតម្រូវវីខ្យល់និងវីក្រងទីបាទហើយសម្រាប់មួយទៀតបាទសម្រាប់មួយទៀតបងប្អូនអាចធ្វើការបញ្ឈរម៉ូតូហើយបងប្អូនធ្វើការកាច់ស្តោបើកហើយបងប្អូនធ្វើការបញ្ឆេះឲ្យបងប្អូនធ្វើការមូលសេរីវីក្រងទីចូលទៅបន្តិចទៅដើម្បីឲ្យម៉ូតូក្រងទីធំបន្តិចហើយបន្ទាប់មកបងប្អូនធ្វើការមូលវីក្រងទីនេះចូលសំទោសបងប្អូនធ្វើការមូលវីខ្យល់ចូលនៅពេលដែលបងប្អូនធ្វើការមូលវីខ្យល់ចូលហើយម៉ូតូបងប្អូនស្រាប់តែមានអាការៈរោអលុតអញ្ចឹងបងប្អូនចាប់ដើមធ្វើការមូលវាចេញមកវិញពេលដែលបងប្អូនធ្វើការមូលចេញមកវិញបងប្អូនត្រូវកំណត់ទៅរកទីតាំងមួយដែលម៉ូតូវាឆេះហើយក្រងទីហើយឆេះហើយរោស្មើហើយញាប់ម៉ាស៊ីនមានលក្ខណៈថាឆេះរោញាប់ហើយស្មើអញ្ចឹងបងប្អូនអាចកំណត់យកទីតាំងដែលបងប្អូនមានអារម្មណ៍ថាម៉ូតូហ្នឹងគឺវាចាប់ផ្ដើមឆេះញាប់ខ្លាំងហើយស្មើអញ្ចឹងបន្ទាប់មកបងប្អូនធ្វើការលៃតម្រូវទៅលើវីក្រងទីបន្តិចដើម្បីឲ្យមូលវាថយក្រោយដើម្បីឲ្យវាក្រងទីតូចមកហើយបងប្អូនធ្វើការមួយហ្គាមើលតើម៉ូតូបងប្អូនហ្នឹងហ្គាហ្នឹងពេលដែលបងប្អូនរោមកវារត់តាមដៃអត់វារដាស់តាមដៃអត់បើសិនជាវារោមកវារដាស់តាមដៃអញ្ចឹងមិនន័យថាម៉ូតូបងប្អូនគឺការលៃតម្រូវខ្យល់របស់បងប្អូនគឺបានត្រឹមត្រូវហើយមានសភាពវារដាស់តាមដៃហើយវារត់ស្មើវាសំឡេងពេលដែលយើងរោវាមកវាអត់មានឮសំឡេងបែកឬតាមបំពង់ស៊ីម៉ាំងវាឆេះរបៀបថាទ្រង់ត្រាំងណាបងប្អូនបាទអញ្ចឹងហើយសម្រាប់វីដេអូនេះខ្ញុំបាទជាងរុនក៏មានតែប៉ុណ្ណឹងទេសម្រាប់ចែករំលែក